ជំរាបសួរម៉ែអូបងប្អូនគ្រប់គ្នាបាទថ្ងៃនេះដែរមកធ្វើជាវីដេអូមួយដកកូនស្ពៃដាក់ដាំក្នុងថាសអានេះខ្ញុំកំពុងយកដីដាក់ក្នុងថាសវាឲ្យពេញសិនវិធីដាក់ដាំស្ពៃដកកូនស្ពៃតូចអត់ស្ពៃទូចតែយើងមកដាក់ដាំក្នុងថាសសិនបានយើងមើលថេវាឲ្យវាដិតដល់បានល្អអានេះយើងដាក់ដីឲ្យពេញសិនដាក់ដីដាក់រួយសង្កត់ទៅដល់ពេញទៅណែនកុំឲ្យវាធូរគាត់ធ្វើតែអានេះកូនស្ពៃយើងទៅដាំលើក្រេស្ពៃឬក្រេរបស់យើងគឺដាំនឹងថាសសិនមើលថេដាក់នឹងថាសវាឲ្យល្អសិនបានយើងអាចយកទៅដាំលើក្រេបានអានេះកូនស្ពៃយើងត្រៀមហើយអានេះកូនស្ពៃសាឡាត់ទូចអានេះខ្ញុំដាក់រោយគ្រឿបបាន5ថ្ងៃហើយនេះហើយដល់ថ្ងៃដកយកទៅដាក់ក្នុងថាសរយៈពេល5ថ្ងៃហើយនេះហើយដល់ពេលវេលាដែលត្រូវដកបញ្ចេញពីមួយកន្លែងទៅមួយកន្លែងដកដាក់ក្នុងថាសអានេះប្រភេទកូនស្ពៃសាឡាត់បាទពេលវេលាយើងដកដាក់ក្នុងថាសយើងមានវិធីមួយប្លែកពីគ្នាហើយយើងមានឈើមួយទុកជីកលងវារកកូនឈើមួយតូចមកយើងជីកលងវាសិនចោះវាខ្លះចោះអានេះខ្លះហៅជីកលងញ៉ាយជីកលងពាក្យធ្ងន់ជីកលងដកកូនស្ពៃមួយដាក់ដាំក្នុងថាសរបស់យើងថាសនេះក្នុងមួយថាសនេះវាមាន104ដើមក្នុងមួយថាសយើងដកដាំទៅដល់ពេញក្នុងថាសនេះហើយចាប់ស្លឹកវាណាចាប់ស្លឹកវាទាំងពីរនោះចាប់ស្លឹកហើយដកមកវាដយទាំងដីទាំងរឹសវាមកតែម្ដងហើយយើងយកដាក់ក្នុងលងដែលយើងជីកជាលងរួចស្រេចក្នុងមួយថាសវាមានលងដែលយើងដាក់ដីរួចវាចាប់សម្លឹកវាចាប់សម្លឹកទាញមកវាដយទាំងដីឬវាដាច់ខ្លះហើយវាមិនដាច់ទេវាមានថាមិនដាច់ទេវាដាច់ខ្លះហើយវាដាច់ខ្លះគឺអុយទៀតដែលវាដោះថ្មីមកទៀតដកដាំទៅដល់ពេញលងនេះក្នុងមួយថាសមាន104លងដកដាក់ទៅពេញអានេះដាច់រឹសវាបន្តិចទៅដាច់វាអុយទេរឹសវាកុំដាក់ជ្រៅពេកដាក់មកល្មមប្រយ័ត្នវាស្អុយដើមវាលលួយដើមអស់អានេះដកបានរឹសទាំងវែងបើបានរឹសទាំងវែងចេះយើងឈ្មោលដាក់ទៅទាំងអស់ឈ្មោលដាក់ក្នុងលងឈ្មោលដាក់ទៅទាំងអស់ហើយកប់វាចិត្តកុំដាក់ជ្រៅពេកណាប្រយ័ត្នដើមវាលលួយពេលវាលាទៅចាក់ទឹកទៅដើមវាលលួយយើងដាក់មកជ្រៅមកល្មមបានហើយដាក់ជ្រៅពេកអត់បានទេអានេះវិធីដកកូនស្ពៃដល់ពេលរួចហើយយើងចាក់ទឹកវាជោគរួចដាក់ក្នុងម្លប់សិន